ចេះឆេះអីតែរថយន្តស៊េរីទាបទោះបីជារថយន្តស៊េរីទំនើបម៉ាក Lamborghini ក៏ឆេះម៉ត់ដែរដោយសារតែបញ្ហាមួយនេះរថយន្តមួយគ្រឿងម៉ាក Lamborghini ពណ៌ត្រួយចេកនារសៀលថ្ងៃទី22មីនានេះត្រូវបានឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាប់ឆេះស្ទើរតែទាំងស្រុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមកជួយអន្តរាគមន៍ប៉ុន្តែសង្គ្រោះមិនបានប្រភពបឋមពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមានករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងនៅចំណុចផ្លូវកូគីសង្កាត់បាត់ត្រាងក្រុងកំពង់សោមខេត្តព្រះសីហនុនៅវេលាម៉ោង 14:50 នាទីរសៀលថ្ងៃទី22ខែមិនិនាឆ្នាំ2025ម្ចាស់រថយន្តជនរងគ្រោះជាជនជាតិចិនក្រោយកាត់ហេតុបានរត់គេចខ្លួនចេញពីកន្លែងកាត់ហេតុឆេះខូចខាតរថយន្តម៉ាក Lamborghini ពណ៌ត្រួយចេកបំពាក់ស្លាកលេខកម្ពុជា CLB ឆេះអស់ទាំងស្រុងករណីអគ្គិភ័យខាងលើសមត្ថកិច្ចបានចេញរថយន្តពលុតអគ្គិភ័យរបស់ស្នងការនគរបាលខេត្តព្រះសីហនុចំនួន1គ្រឿងប្រើប្រាស់ទឹកអស់ចំនួន1ឡានស្មើនឹង4ម៉ែត្រគូរថយន្តពលុតអគ្គិភ័យកងរាជអាវុធហត្ថក្រុងព្រះសីហនុខេត្តព្រះសីហនុចំនួន2គ្រឿងប្រើប្រាស់ទឹកអស់ចំនួន1ឡានស្មើនឹង4ម៉ែត្រគូករណីនេះផងដែរពុំបណ្ដាលឲ្យមានមនុស្សណាស្លាប់ឬរងរបួសឡើយចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត